ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយតែថ្ងៃនេះយើងយកលំហាត់មួយដែលត្រៀមប្រឡងសិស្សកែថ្នាក់ទី9បាទតើតើខ្ញុំដោះស្រាយសមីការក្នុងការដោះស្រាយសមីការនេះយើងពិនិត្យមើលតាមមួយភ្នែកមួយផ្លេតយើងមើលទៅប្របាក់ដោះតែបើយើងស្គាល់បានន័យថាដឹងពីកលឹះនៃការដោះរបស់វាទៅ easy វិញបាទអញ្ចឹងវិធីសាស្ត្រនៃការធ្វើរបស់វាគឺយើងរុញវាមកអង្គទី1ឲ្យអស់មកហើយអង្គទី2 0ហើយយើងចាប់ផ្ដើមទាញ x ជាកតា x ស្វ័យគុណដែលមាននីតិសន្តិទាបជាងគេជាកតាមកយើងនឹងចូលនៅក្នុងទម្រង់សមីការដឺក្រេទី2ហើយយើងដោះតាម data ក៏បានដាក់ជាផលគុណកតាក៏បានដែរអញ្ចឹងយើងចាប់ផ្ដើមមើលទាំងអស់គ្នាពិនិត្យទាំងអស់គ្នាអានេះខ្ញុំទុកនៅដដែលនេះទុកនៅដដែលអានេះក៏ទុកនៅដដែលដែរបាទតែអានេះខ្ញុំរុញឆ្លងមកខាងនេះដូចជាដរឹស2បូករឹស3បិទមកវិញស្វ័យគុណនេះនៅដដែលស្មើនឹង0យើងទាញ x ដែលស្វ័យគុណទាបជាងគេនេះនីតិសន្តិទាបជាងគេជាកតាអានេះទាបជាងគេណា2024អានេះ25អានេះ26អញ្ចឹងយើងទាញអាទាបជាងគេជាកតាមកទាញ x ស្វ័យគុណ2024ជាកតាហើយយើងរៀបដឺក្រេវាពីធំទៅតូចអានេះសយក2026ដក2024មកយើងបាន x ស្វ័យគុណ2ហើយនេះយក2025ដក2024មកបានប្រមាណដែរបាន x ស្វ័យគុណ1ណាសល់1ហើយនេះអស់ហើយសល់តែរឹស6បាទបាត់មកវិញខ្ញុំដាក់ប្រើគ្នាចុះដោយសារតែវាមានវងកញ្ចក់នៅខាងក្នុងហើយអញ្ចឹងខ្ញុំដាក់គ្នាបាទស្មើនឹង0អញ្ចឹងនេះផលគុណកតាវាដោះស្រាយថ្នាក់ទី8ផលគុណកតាស្មើ0ឲ្យកតានីមួយស្មើ0បានន័យថាឲ្យកតានេះស្មើ0ឲ្យកតាមួយនេះស្មើ0អានេះយើងចង់ដាក់ជាកតាបន្តទៅទៀតក៏បានណាយើងដាក់ជាកតាបន្តទៅទៀតក៏បានហើយនៅក្នុងហ្នឹងគឺយើងអាចញែកអញ្ចេះខ្ញុំតាមថ្នាក់ទី10របស់យើងឬថ្នាក់ទី8របស់យើងចានេះគឺ x ក្រេដល់ទៅពេលអានេះគឺរឹស6ហើយអានេះគឺដករឹស2បូករឹស3ហើយ x នេះយើងយក x គុណនឹង x នេះបាន x ក្រេនេះហើយដល់ពេលរឹស6យើងយករឹស3គុណនឹងរឹស2រឹស3គុណនឹងរឹស2បានរឹស6តែអានេះវាចេញដកអញ្ចឹងយើងដាក់ដកឲ្យវាទាំងពីរមកអញ្ចឹងយើងបាននេះ x គុណជាមួយនឹងដករឹស2វាបានដករឹស2ហើយ x នេះយក x នេះគុណជាមួយនឹងដករឹស3បានដករឹស3ហើយ x នេះយើងដាក់បញ្ចូលគ្នាមកបូកវាបញ្ចូលគ្នាទាញសញ្ញាដកជាកតាដូចអានេះបាត់អញ្ចឹងយើងអាចដាក់ជាកតាបាននេះចាប់គូនេះមកជាកតាចាប់គូនេះមកបាទអញ្ចឹងយើងដាក់ជាកតាបន្តទៀតមកនេះអានេះនៅដដែលសិនមក2024កតាx ដកឬ3បាត់មកវិញនេះ x ដកឬ2បាត់មកវិញស្មើនឹង0នេះផលគុណកតាស្មើ0ឲ្យកតានេះស្មើ0ឲ្យកតានេះស្មើ0ឲ្យកតានេះស្មើ0បាទជាខ្ញុំលុបនេះនោះយើងអាចទាញថា x ស្វ័យគុណ2024នេះស្មើនឹង0រុញអា2024នេះឆ្លងទៅបានពាក់រឹសនៃ2024ណាអញ្ចឹង0រឹសនៃ2024ក៏នៅតែ0ដដែលអញ្ចឹង x ស្មើនឹង0ឬនេះ x ដកឬ
3 ស្មើនឹង 0 នាំឲ្យយើងអាចទាញបានថា x ស្មើនឹងនេះវាដករុញឆ្លងបូកឬ 3 ឬមួយទៀត x ដកឬ 2 ស្មើនឹង 0 ចឹងទីមកនាំឲ្យ x ស្មើនេះរុញវាឆ្លងមកនេះមកដូចជាបូកឬ 2 បាទដូចនេះចប់ហើយយើងអាចដូចនេះបានណាប៉ុណ្ណឹងដូចនេះ x ស្មើនឹង 0 ចម្លើយរបស់វាបាទតាំងពីពិតលំហាត់នេះវាជាលំហាត់ model តាំងពីឆ្នាំ 2000 ណោះបាទតាំងពីឆ្នាំសេរី 2000 ចឹងណាតែបើគេយកមកដាក់គឺគេដាក់សេរីតាមឆ្នាំអញ្ចឹងបាទចឹងយើងជួបគ្នាតែប៉ុណ្ណឹងបាទជម្រាបលាសុខសប្បាយសំណាងល្អទាំងអស់គ្នា